កុំថាឡៃមាសកុំថាឡៃពេជ្រសំបីតែភពផែនដីយើងទាំងមូលក៏មិនមានតម្លៃស្មើសារធាតុមួយដែរដែលជាប់ជារបស់ដែលមានតម្លៃបំផុតនៅក្នុងសកលលោកអ្នកនរគ្នាប្រហែលជាគិតថាមាសពេជ្រឬក៏រ៉ែកម្រណាមួយហើយដែលជារបស់ដែលមានតម្លៃបំផុតនៅក្នុងសកលលោកយើងនេះប៉ុន្តែការគិតបែបនេះពិតជាខុសទាំងស្រុងវាមិនដូចអ្វីដែលអ្នកគ្នាគិតនោះទេចុះជឿអត់បើខ្ញុំប្រាប់ថាមានសារធាតុមួយដែលមានតម្លៃដ៏មហាសាលថ្លៃបំផុតដែលអាចនិយាយបានថាតម្លៃត្រឹមតែ1ក្រាមប៉ុណ្ណោះគឺមានតម្លៃថ្លៃជាងភពផែនដីយើងមួយទៅទៀតនោះគឺសារធាតុ antimatter សារធាតុមួយដែលមានឈ្មោះថា antimatter បើយើងស្ដាប់មើលទៅដូចជារឿងប្រឌិតបែបជាសាអញ្ចឹងប៉ុន្តែវាមិនមែនជាការសម័យនោះឡើយហើយសារធាតុនេះគឺពិតជាមានពិតមែនហើយវាគឺជាអ្វីដែលចម្លែកនិងកម្របំផុតនៅក្នុងសកលលោកយើងនេះបើតាមទិសដីសារធាតុ antimatter ត្រឹមតែ1ក្រាមប៉ុណ្ណោះអាចផ្ដល់ថាមពលឲ្យទីកុងទាំងមូលបានរាប់សិបថ្ងៃហើយវាក៏អាចជាកូនសោរដែលអាចជួយឲ្យមនុស្សជាតិយើងធ្វើដំណើរឆ្លងកាត់ប្រព័ន្ធផ្កាយបានផងដែរបើសិនបើយើងរកឃើញវិធីគ្រប់គ្រងវាបានដោយសារតែថាមពលដំហេមាននេះហើយទើបធ្វើឲ្យវាក្លាយជាវត្ថុដែលមានតម្លៃថ្លៃបំផុតដែលមនុស្សជាតិយើងធ្លាប់បានស្គាល់ពលគឺវាមានតម្លៃរហូតដល់ទៅ 62.5 ត្រីលីនដុល្លារនៅក្នុង1ក្រាមប៉ុណ្ណោះជាការពិតណាស់នៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិយើងទើបតែបង្កើតវាបានក្នុងកម្រិតដ៏សែនតូចបំផុតឬត្រឹមតែប៉ុន្មានណាណូក្រាមប៉ុណ្ណោះ antimatter មិនមែនជារបស់ដែលយើងអាចជិះយកពីក្នុងដីឬក៏អាចទាញយកពីធម្មជាតិបាននោះទេវាត្រូវតែផលិតឡើងតាមរយៈការបង្កើតភាគល្អិតម្ដងមួយនៅក្នុងម៉ាស៊ីនពន្លឿនភាគល្អិតដ៏ទំនើបបំផុតដូចជានៅក្នុងទីពិសោធន៍ស៊ើបជាដើមក្នុងដំណើរបង្កើតនេះអ្នកវិទ្យាសាស្ត្រត្រូវបំបែកអាតូមក្នុងល្បឿនស្ទើរតែស្មើទៅនឹងល្បឿនពន្លឺដើម្បីចាប់យកភាគល្អិតដ៏កម្រដែលលេចឡើងក្នុងរយៈពេលដ៏ខ្លីបំផុតដែលដំណើរការចម្រាញ់នេះត្រូវការពេលរាប់សិបលានឆ្នាំទើបអាចផលិតបាន1ក្រាមបើទោះបីជាចំណាយពេលរាប់សិបឆ្នាំនិងបានប្រើប្រាស់ថវិកាអស់រាប់ពាន់លានដុល្លារទៅលើការកសាងហិចថារាជសម្ព័ន្ធក៏ដោយក៏ការចំណាយសារធាតុ antimatter សរុបដែលមនុស្សយើងធ្លាប់បានផលិតមិនទាំងអាចមើលឃើញនឹងផ្នែកទៅទេផងមានន័យថាគឺចម្រាច់បានតិចតួចបំផុតតម្លៃដ៏ខ្ពស់កបពកនេះមិនមែនកំណត់ដោយតម្រូវការទីផ្សារនោះទេប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការលំបាកដ៏ខ្លាំងបំផុតក្នុងការបង្កើតរបស់ម្យ៉ាងដែលហាក់ដូចជាសកលលោកមិនចង់ឲ្យមានវត្តមានសារធាតុ antimatter នេះឡើយ